បាទចឹងថ្ងៃនេះខ្ញុំមានលំហាត់ការដោះស្រាយចំនួនកំ plex មួយហើយឥឡូវយើងមើលដំណោះស្រាយទាំងអស់គ្នាចឹងសំណួរអក្សរកហ្នឹងគឺគេឲ្យយើងសរសេរសិត1និងសិត2ជាទម្រង់ត្រីកោណមានហើយគេឲ្យជាសមីការមកចឹងយើងសរសេរថាគេមានសមីការរបស់យើងគឺសិតការ៉េបូកឲ្យ2សិតហើយបូក2ស្មើ0ចឹងយើងរកវាតាម data prime ដោយសារ b យើងគូចឹង data prime គឺស្មើ1ការ៉េដក ac គឺ a យើង1ហើយ c យើងគឺ2ចឹងដកស្មើដក1ចឹងស្មើដក1យើងបំពាក់ radical វាទៅចឹងឬការ៉េនៃ data prime គឺឬការ៉េនៃដក1ចឹងស្មើចឹងយើងដឹងហើយថាដក1គឺស្មើ e ការ៉េចឹងយើងបញ្ចេញស្មើបូកដក e ចឹងយើងទាញបានឬរបស់សមីការឬទី1របស់វាគឺស្មើដក b prime ហើយបូកនឹង data គឺ e មកដល់កន្លែងនេះគឺយើងអាចបំលែងវាជាទម្រង់ត្រីកោណមានឲ្យហើយក៏បានចឹងយើងទាញឬទី2នៃ2ជាកតាមកចឹងនៅសល់ដកឬទី2នៅលើ2បូកឬទី2នៃ2លើ2 e បន្ទាប់មកយើងដឹងថាមុំនេះគឺត្រូវមុំ45ចឹងផៃលើ4ប៉ុន្តែផ្នែកកុសហ្នឹងគឺដកចឹងវាចេញបានកុស3ផៃនៅលើ4បូក e sin 3ផៃលើ4ចំណែកឬមួយទៀតរបស់វាគឺយើងបានដក1ដកឬ data ចឹងយើងអាចទាញឬទី2ជាកតាមកចឹងស្មើដកឬទី2នៅលើ2បូកដកឬទី2នៅលើ 2e ចឹងយើងអាចបំលែងវាគឺកាលណាផ្នែកកុសក៏ដកផ្នែកស៊ីនក៏ដកចឹងតម្លៃវាគឺស្មើ5ផៃនៅលើ4បូក e sin 5ផៃលើ4លេខមកមើលសំណួរអក្សរខហ្នឹងគឺគេឲ្យយើងសរសេរសិត1ស្វ័យគុណ2013និងសិត2ស្វ័យគុណ2013ជាទម្រង់ត្រីកោណមានចឹងយើងសរសេរថាគេមានសិត1គឺយើងរកឃើញមុនហ្នឹងគឺឬទី2នៃ2កតាឲ្យកុស3ផៃនៅលើ4ហើយផ្នែកស៊ីនក៏ដូចគ្នាដែរបន្ទាប់មកយើងពាក់ស្វ័យគុណរបស់វាមកគឺស្វ័យគុណ2013បន្ទាប់ពីយើងពាក់ស្វ័យគុណហើយយើងម្ដុំនេះយើងប្រើរូបមន្តដឺម៉័រហើយម្ដុំនេះប្រើរូបមន្តស្វ័យគុណធម្មតាបាទយើងគុណបញ្ចូលធម្មតាមកចឹងយើងគុណមកយើងយក2013យកមកគុណ1 3មកគឺបាន9អានេះបាន3បាន0បាន6ចឹងបាន6039ផៃនៅលើ4បូក e sin 6039ផៃនៅលើ4បន្ទាប់មកយើងយក6039ចែកមួយ4ដើម្បីបំលែងចូលមកពិសេសthìយើងកាត់បាទបន្ទាប់ពីយើងបំលែងអញ្ចឹងហើយយើងអាចសរសេរថាកុស3ផៃនៅលើ4ហើយបូកឲ្យ1509ផៃបូក e sin 3ផៃលើ4បូកឲ្យ1509ផៃចឹងម្ដុំនេះគឺវាចូលមកពិសេសចឹងវាចេញចេញកុស3ផៃលើ4បូក e sin 3ផៃលើ4បាទឥឡូវយើងមកដោះស្រាយសិត2ម្ដងចឹងយើងពាក់ស្វ័យគុណមក
ចឹងយើងពាក់ស្វ័យគុណបាននេះស្វ័យគុណ2013ហើយកន្លែងនេះបានកុស5ផៃលើ4គុណនឹង2013បូកអ៊ីស៊ីន5ផៃលើ4គុណនឹង2013ដែរបាទចឹងយើងយក2013យកទៅគុណជាមួយនឹង5ចឹងបាន15ត្រា1បាន6បាន0 5 ពីដង10វាចែកមួយ4បាទចឹងយើងអាចទៅសេថាបានកុសផៃលើ4បូកឲ្យ2516ផៃបូកអ៊ីស៊ីនផៃលើ4បូកឲ្យ2516ផៃចឹងយើងអាចបំលែងវាបានជាកុសផៃលើ4បូកអ៊ីស៊ីនផៃលើ4